ពុទ្ធសាសនាប្រសិនបើចង់អានចង់រាប់អានអ្នកដែលចែកឋានទៅកាន់បរលោកខាងមុខក្នុងពុទ្ធសាសនាលោកបង្រៀនឲ្យយើងធ្វើនៅតក្កិណានុបទានដើម្បីឧទ្ទិសនៅចំណែកទាននឹងឲ្យណែអាត្មាបញ្យល់កន្លែងទៅនេះម្ដងទៀតថ្ងៃមុនបញ្យល់នៅចិត្តផ្លូវ highway ឥឡូវបញ្យល់កន្លែងនេះទៀតរាល់ការឧទ្ទិសមិនមែនឧទ្ទិសបុណ្យទេសូមកុំយល់ច្រឡំកន្លែងនឹងតទៅទៀតឲ្យសោះពួកយើងច្រឡំតចំនួនមកហើយយល់ថាឧទ្ទិសបុណ្យតែតាមពិតការធ្វើតក្កិណានុបទានដូចថ្ងៃស្អែកអញ្ចឹងបុណ្យសពថ្ងៃហ្នឹងតែថ្ងៃស្អែកជាតក្កិណានុបទានណាអញ្ចឹងពេលការឧទ្ទិសហ្នឹងគេមិនមែនឧទ្ទិសបុណ្យទេគេឧទ្ទិសនៅទាននឹងឯងអ៊ីទាំងវោនឹងពុទ្ធដីកាព្រះអង្គសម្ដែងថាអ៊ីទាំងវោញាតិណាំងហោតុសុកិតាហោតញាតិយោនឹងជាមើលសេចក្តីប្រែរីទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយរបស់ខ្ញុំដល់នៅសេចក្តីសុខចុះឃើញទេគឺមានពាក្យត្រឹមប៉ុណ្្នឹងមិនមែនឧទ្ទិសបុណ្យទេ